SEAL Team 6 ទ័ពស្រមោលអាមេរិកដែលធ្លាប់កម្ចាត់អូសាម៉ា ប៊ីន ឡាដិន បង្ហាញខ្លួនក្នុងប្រតិបត្តិការសង្គ្រោះអ្នកបើកយន្តហោះ F-15 ចេញពីទឹកដីអ៊ីរ៉ង់ជោគជ័យនៃបេសកកម្មជួយសង្គ្រោះអ្នកបើកយន្តហោះពីលើតំបន់ជួរភ្នំអេស្វ៉ាហានជាសារបញ្ជាក់ប្រាប់ពិភពលោកថាគ្មានកន្លែងដ៏គ្រោះថ្នាក់ណាដែល SEAL Team 6 របស់អាមេរិកចូលមិនចោះនោះឡើយហើយពាក្យបរាជ័យគ្មានទេនៅក្នុងវចនានុក្រមរបស់ពួកគេក្រោយយន្តហោះចម្បាំង F-15E Strike Eagle ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី3 ខែមេសាអ្នកបើកយន្តហោះអាមេរិកម្នាក់បានជាប់គាំងនៅកណ្ដាលភ្នំដាច់ស្រយាលនៅក្នុងតំបន់អេស្វ៉ាហានក្នុងស្ថានភាពដែលកងទ័ពអ៊ីរ៉ង់កំពុងឡោមព័ទ្ធនិងតាមប្រមាញ់គ្រប់វិនាទី SEAL Team 6 ទទួលបានបញ្ជាឲ្យចូលអន្តរាគមន៍ជាជំរើសចុងក្រោយតើ SEAL Team 6 ជាអ្នកណាគេហទំព័រ Warzone បានឲ្យដឹងថា SEAL Team 6 ឬឈ្មោះផ្លូវការ Dave Grohl គឺជាអង្គភាពកម្រិត Tier 1 ដែលស្ថិតនៅលំដាប់កំពូលនៃសាជីជ្រុងយោធាអាមេរិកពួកគេមិនត្រឹមតែជាទាហាននោះទេប៉ុន្តែគឺជាអ្នកឯកទេសសង្គ្រោះចំណាត់ខ្មាំងនិងអ្នកប្រមាញ់គោលដៅដែលមានតម្លៃខ្ពស់បំផុតដើម្បីក្លាយជាសមាជិកនៃក្រុមនេះបានទាហានអាមេរិកទាំងអស់ត្រូវឆ្លងកាត់សប្តាហ៍នរកនិងកម្មវិធី Green Team ដែលមានអត្រាធ្លាក់លើសពី 50% ពួកគេត្រូវបានបណ្ដុះបណ្ដាលឲ្យមានស្មារតីដៃថែបអាចសម្រេចចិត្តបានត្រឹមត្រូវបំផុតទោះស្ថិតក្នុងស្ថានភាពមរណៈក៏ដោយពួកគេអាចបំពាក់ដោយឧបករណ៍មើលឃើញពេលយប់ដ៏ទំនើបប្រព័ន្ធតាក់ទងកូដសម្ងាត់និងមានសមត្ថភាពជ្រៀតចូលតាមដែនអាកាសពីទីដ៏ខ្ពស់ចូលតាមដែនទឹកដ៏ជ្រៅនិងដែនដីដ៏គ្រោះថ្នាក់ហើយអាចកំបាំងដោយមិនឲ្យសត្រូវដឹងខ្លួនមុននោះឡើយការលេចមុខរបស់ SEAL Team 6 នៅអ៊ីរ៉ង់នាពេលនេះបានរំលឹកពិភពលោកអំពីប្រតិបត្តិការ Neptune Spear កាលពី15ឆ្នាំមុនកាលនោះពួកគេបានជិះឧទ្ធម្ភាគចក្របំបាំងកាយចូលទៅកណ្ដាលទឹកដីប៉ាគីស្ថានដើម្បីកម្ចាត់មេភេរវករពិភពលោកអូសាម៉ា ប៊ីន ឡាដិន នៅក្នុងឆ្នាំ2011ថ្ងៃនេះស្មារតីនៃអ្នកចម្បាំងស្រមោលដដែលនេះបានបង្ហាញខ្លួនម្ដងទៀតនៅអ៊ីរ៉ង់ទោះបីជាត្រូវខាតបង់យន្តហោះដឹកជញ្ជូននិងសម្ភារៈសរុបតម្លៃរាប់រយលានដុល្លារក៏ដោយប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកការនាំយកអ្នកបើកយន្តហោះដែលជាអ្នកចម្បាំងដ៏ក្លាហានត្រឡប់មកវិញទាំងរស់គឺជាជ័យជំនះដ៏ធំបំផុតដែលមិនអាចកាត់ថ្លៃបានបច្ចុប្បន្នអ្នកបើកយន្តហោះ F-15 រូបនោះត្រូវបានគេសង្គ្រោះចេញពីតំបន់គ្រោះថ្នាក់ហើយខណៈដែលពិភពលោកនៅតែបន្តស្ញប់ស្ញែងចំពោះសមត្ថភាពមិនដែលរុញរារបស់ក្រុម SEAL Team ទន្ទឹមនឹងភាពជោគជ័យនៃបេសកកម្មសង្គ្រោះយោងតាមការផ្សាយរបស់ New York Times ប្រតិបត្តិការនេះគឺជាការប្រណាំងប្រជែងនឹងពេលវេលាដ៏តានតឹងបំផុតហើយទម្រាំនាំយកអ្នកបើកយន្តហោះចេញដោយសុវត្ថិភាពកងទ័ពអាមេរិកបានបង្ខំចិត្តបំផ្ទុះបំផ្លាញយន្តហោះដឹកជញ្ជូនពិសេសរបស់ខ្លួន Mark MC-130J ចំនួន2គ្រឿងនិងឧទ្ធម្ភាគចក្រ Little Bird ចំនួន2គ្រឿងទៀតដើម្បីការពារកុំឲ្យពួកវាធ្លាក់ចូលក្នុងដៃសត្រូវនៅវីដេអូក្រោយខ្ញុំបាទតារានឹងលម្អិតជូនលោកអ្នកអំពី SEAL Team ថាតើមានលក្ខណៈពិសេសនិងគួរឲ្យចាប់អារម្មណ៍បែបណាខ្ញុំបាទតារាពីកម្មវិធី60